តើ KF1C ដែលគេឲ្យឈ្មោះថាសំណាញ់មេឃនោះអាចបាញ់យន្តហោះចម្បាំង F-15 មួយចំគោលដៅដែរឬទេមីស៊ីល KF1C ដែលគេហៅថា HQ-12C គឺជាប្រព័ន្ធមីស៊ីលការពារអាកាសកម្រិតមធ្យមដែលត្រូវបានផលិតដោយឧស្សាហកម្មយោធារបស់ប្រទេសចិនដោយមានគោលបំណងសម្រាប់ការពារដែនអាកាសមីស៊ីលប្រភេទនេះអាចបាញ់បានចម្ងាយប្រហែល50ទៅ70គីឡូម៉ែត្រនិងអាចប្រឆាំងគោលដៅនៅកម្ពស់ខ្ពស់ដល់ជាង25គីឡូម៉ែត្រនៅពេលប្រព័ន្ធរ៉ាដាចាប់សញ្ញាយន្តហោះបានវានឹងបាញ់ចេញហើយមិនមែនហោះត្រង់ៗទេប៉ុន្តែវានឹងរត់ដេញគោលដៅដោយទទួលការណែនាំពីរ៉ាដាបញ្ជានៅខាងក្រោមនិងសញ្ញាដែលប៉ះលើយន្តហោះមានន័យថាមីស៊ីលអាចកែទិសជាបន្តបន្ទាប់ដើម្បីដេញតាមយន្តហោះដែលកំពុងហោះលឿនប៉ុន្តែត្រូវយល់ឲ្យច្បាស់ថាយន្តហោះ F-15 មួយគឺជាយន្តហោះចម្បាំងទំនើបដែលមានប្រព័ន្ធរំខានរ៉ាដាប្រព័ន្ធបន្លំសញ្ញានិងសមត្ថភាពបត់បែនខ្លាំងដូច្នេះទោះមីស៊ីល KF-1C អាចដេញនិងគំរាមបានក៏ដោយក៏វាមិនអាចធានាថាបាញ់ចំគោលដៅបាន 100% នៅក្នុងស្ថានភាពពិតនោះដែរតាមការវិតម្លៃបច្ចេកទេសសមត្ថភាពបាញ់ចំគោលដៅរបស់ KF-1C អាចស្ថិតនៅប្រហែល60ទៅ70% ក្នុងលក្ខខណ្ឌសាកល្បងដែលមីស៊ីល KF-1C ត្រូវបានចាត់ទុកថាជាអាវុធសម្រាប់ការពារនិងការគំរាមតំបន់អាកាស